ការមើលថែភរិយាពេលមានផ្ទៃពោះគឺជាតួនាទីដ៏ចាំបាច់សំខាន់បំផុតសម្រាប់យើងជាស្វាមីឬយើងជាប្តីនៅខាងក្រោមនេះអាត្មានឹងលើកចំណុច5យ៉ាងតួនាទីជាស្វាមីដែលញោមជាប្តីនឹងអាចយកទៅអនុវត្តបានទី1គឺតាមដានសុខភាពរបស់ភរិយាពោលគឺត្រូវរំលឹកនឹងជូនភរិយាទៅពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញទៅតាមពេលវេលាតាមពេលកំណត់ដែលគ្រូពេទ្យដាក់ថ្ងៃសន្យាឲ្យទៅជួបនឹងការណាត់ពិនិត្យមើលផ្ទៃពោះរបស់ភរិយារបស់ខ្លួនទី2គឺអាហារូបត្ថម្ភមានន័យថាព្យាយាមជំរុញភរិយាយើងហូបចុកឲ្យបានគ្រប់គ្រាន់ហូបនៅអាហារណាដែលមានវីតាមីនហូបនៅអាហារណាឬក៏គ្រឿងបរិភោគឧបភោគណាដែលមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃទី3ការសម្រាកពោលគឺឲ្យភរិយារបស់យើងសម្រាកឲ្យគ្រប់ពេលវេលាមិនឲ្យគាត់នឹងធ្វើកិច្ចការងារស្រាលធ្ងន់ទេពេលដែលភរិយាយើងពោផ្ទៃរយៈពេល9ខែ10ថ្ងៃនេះក្នុងនាមយើងជាស្វាមីយើងត្រូវឲ្យគាត់សម្រាកពីកិច្ចការងារទូទៅទាំងអស់ដើម្បីឲ្យគាត់ថែទាំកតែមួយយ៉ាងងាយស្រួលឲ្យទារកក្នុងផ្ទៃគាត់មានសុខភាពល្អប្រសូតមកដោយជោគជ័យទី4ការថែទាំផ្លូវចិត្តមានន័យថាពេលដែលប្រពន្ធយើងកំពុងពោផ្ទៃយើងមិនត្រូវទៅដើរលេងពីលាអាវ៉ាសែដោយទុកប្រពន្ធយើងនៅប្រទេសតែម្នាក់ឯងទេញាតិញោមពេលខ្លះទុករបស់ស្ត្រីមានផ្ទៃពោះធ្ងន់ធ្ងរណាញោមណាអាត្មាមិនធ្លាប់មានប្រពន្ធមានកូនអីទេគាត់តែធ្លាប់បានរៀនសូត្រខ្លះហើយដឹងខ្លះហ្នឹងគឺពេលដែលស្ត្រីគាត់មានផ្ទៃពោះហ្នឹងគឺយ៉ាប់អញ្ចឹងគឺត្រូវការឲ្យប្តីនៅឯងនៅថែទាំគ្រប់ពេលគ្រប់វេលាជាពិសេសគឺថែទាំផ្លូវចិត្តធ្វើយ៉ាងដូចម្ដេចកុំឲ្យគាត់ពិបាកចិត្តដោយយើងដើរចោលគាត់មិនគិតគូរដល់គាត់ណាទី5គឺហាមដាច់ខាតពោលគឺពេលដែលប្រពន្ធយើងកំពុងមានផ្ទៃពោះញោមយើងហាមជក់បារីហាមផឹកស្រាផឹកអីនៅក្បែរប្រពន្ធយើងវាប៉ះពាល់ដល់ទារកក្នុងផ្ទៃញោមណាពេលដែលយើងមានមិត្តភ័ក្តិបងប្អូនមកលេងផ្ទះអីបើយើងហូបចុកបុកកាហ្វេអីធ្វើមិនដេចឲ្យនៅឆ្ងាយពីប្រពន្ធយើងកំពុងមានផ្ទៃពោះញោមណាជាវាយើងជក់បារីផងផឹកគ្រឿងស្រវឹងផងឡូឡាចុះឡើងទៅប៉ះអារម្មណ៍គាត់ហើយធម្មតាមនុស្សស្រីកំពុងមានទុក្ខលំបាកពោផ្ទៃពេលដែលយើងទៅផឹកស៊ីឡូឡានៅចិត្តគាត់តែងតែក្តៅក្រហល់កាហាយចិត្តញោមណាអាហ្នឹងគឺវិធីសាស្ត្រ5យ៉ាងញាតិញោមអាចយកទៅអនុវត្តដើម្បីរក្សាភរិយាយើងកំពុងមានផ្ទៃពោះឲ្យមានសុខភាពល្អនិងទារកក្នុងផ្ទៃប្រសូតមកក៏មានសុខភាពល្អ